បងយើងមានករណីអ៊ំប្រុសម្នាក់គាត់បានជិះម៉ូតូមកដល់ទីតាំងចំណុចកាត់ហើយនៅម្ដុំក្រោយសាលារៀនកម្មករហ្នឹងគាត់បានខ្យល់កោតដួលស្លាប់នៅទីតាំងកន្លែងកាត់ហើយភ្លាមតែឥឡូវមានវត្តមានខាងឡានពេទ្យតែរងចាំខាងសមត្ថកិច្ចឥឡូវបងប្អូនសាច់ញាតិគាត់បានមកដល់ហើយតែព័ត៌មានមកថប់ពីលោកគ្រូពេទ្យគាត់ថាគាត់បានស្គាល់ដែរតែសម្រាប់នៅម្ដុំ O2 តែឥឡូវសាច់ញាតិគាត់បានមកដល់ហើយគាត់មានជិះម៉ូតូអត់សង់022ពាក់ស្លាកលេខប្រស័យអនុ 1K 3964បាទខ្ញុំម្នាក់គាត់មានចំណាស់ហើយតែឥឡូវលោកគ្រូខាងឡានពេទ្យគាត់កំពុងតែនៅទីតាំងកន្លែងកាត់ហេតុហ្នឹងក៏មានបងប្រជាពលរដ្ឋគាត់ជួយសង្គ្រោះបឋមដែរតែអត់នេះទេតែឥឡូវខាងលោកគ្រូខាងឡានពេទ្យគាត់ឥឡូវខាងឡានពេទ្យបងឯកខេត្តប្រស័យលោកបានយកទៅប៉ុណ្ណឹងថាយកទៅណាប្រកាសដែរបងប្អូន